អញ្ញត្តិគោរពនិងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ទឹកធ្លាក់ថ្មក្រាលដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងស្រុកទឹកផុសបាទថ្ងៃនេះបានមកដល់រៀងពីព្រឹកអញ្ចឹងអត់ទាន់មានបងប្អូនយើងគាត់បានអញ្ជើញមកដល់ទេមានតែបងប្អូនដែលគាត់នៅទីនោះផ្ទាល់តែម្ដងគាត់ទាំងសម្រាកហើយនឹងការលក់ដូររបស់គាត់នៅទីនោះតែម្ដងអញ្ចឹងយើងក៏លេចទៅមើលទិដ្ឋភាពជាក់ស្ដែងនៃច្រកចូលគឺគេបានបង្ហាញពីពណ៌នាអំពីអឺតំបន់ទេសចរនៅទឹកធ្លាក់ថ្មក្រាលនេះបាទដោយដែលខ្ញុំបានបង្ហាញនេះអញ្ចឹងគឺគេបងពណ៌នាអំពីទីតាំងនិងកន្លែងលេងដែលមាននៅក្នុងទឹកធ្លាក់ថ្មក្រាលមានសួនអនុស្សាវរីយ៍មានល្អាងខ្សាច់អញ្ចឹងទៅហើយក៏មានតកតងនឹងអឺកោះជូនឫស្សីធម្មជាតិគេមានថ្មទឹករមៀលហើយមានស្ពានចាំស្នេហ៍ហើយនិងថ្មគីង្គក់អញ្ចឹងនៅក្នុងនេះគេមានកន្លែងលេងច្រើនដំណាក់កាលសម្រាប់ឲ្យយើងទៅទស្សនាលេងកម្សាន្តបានបងប្អូនទាំងអស់គ្នាហើយបន្ទាប់ពីគេបានពណ៌នាជាអក្សរហើយក៏គេបានដាក់ជារូបភាពខ្លះៗដើម្បីឲ្យយើងងាយស្រួលមើលឃើញថាកន្លែងណានេះគឺមានដាក់បង្ហាញបែបនេះអញ្ចឹងសម្រាប់បងប្អូនដែលទៅដល់ទីតាំងបាទនៅក្នុងប៉ាណូនោះក៏បានដាក់ដែរគឺយើងមានការទិញសំបុត្រក្នុងការចូលរួមអញ្ចឹងដោយសារខ្ញុំទៅពេលព្រឹកអត់ទាន់មានអ្នកលក់សំបុត្រទេគឺខ្ញុំចូលតែម្ដងអញ្ចឹងយើងចូលរួមទាំងអស់គ្នាម្នាក់យើងមិនចំណាយច្រើនទេបងប្អូនទាំងអស់គ្នាម្នាក់ត្រឹមតែ 1000 រៀលទេគឺដើម្បីជួយទៅដល់បងប្អូនដែលនៅក្នុងសហគមន៍ហ្នឹងគាត់ជាអ្នករៀបចំសម្អាតទីតាំងបរិស្ថានក៏ដូចជាខាងសណ្ដាប់ធ្នាប់ជួយការពារសុខសុវត្ថិភាពរបស់យើងនៅពេលដែលយើងទៅកម្សាន្តហើយក៏លេចមើលខាងស្ដាំដៃឆ្វេងដៃវិញក៏មានបងប្អូនយើងគាត់លក់ជាប្រភេទខោអាវបើសិនជាកាលនេះយើងទៅភ្លេចខោអាវភ្លេចអីចង់លេងទឹកអាចឡើងមកទិញនៅកន្លែងខាងឆ្វេងដៃនឹងបានហើយនេះគឺជាសួនអនុស្សាវរីយ៍សម្រាប់ឲ្យយើងថតទេសភាពស្អាតរូបភាពស្អាតអមជាមួយនឹងសួនបែបនេះហើយក៏លេចទៅមើលខាងស្ដាំដៃវិញក៏មានបងប្អូនយើងដែលគាត់នៅក្នុងតំបន់នោះផ្ទាល់គឺគាត់លក់ដូរអីវ៉ាន់ម្ហូបអាហារជាច្រើនមែនទែនអញ្ចឹងអត់ពិបាកឲ្យបងប្អូនទាំងអស់គ្នាចំណាយពេលទាំងត្រូវទៅរកម្ហូបរកអាហារអីពិបាកការហូបចុកអីអត់ទេព្រោះយើងមានគេមានស្រាប់ហើយអញ្ចឹងបងប្អូនគ្រាន់តែមានតែខ្លួនទៅហើយត្រៀមថវិកាមួយចំនួនទៅគឺយើងអាចហូបចុកបានដោយសេរីហើយមិនបាច់បារម្ភទេណានៅនោះគេមានលក់ម្ហូបឆ្ងាញ់មែនតើហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ទៅលើមុខម្ហូបនៅទឹកធ្លាក់ថ្មក្រាលតាក់ទងនឹងសាច់មាន់ដែលគេលក់នៅនោះខាងសមាគមឬក៏ខាងសហគមន៍របស់គេនោះគេអត់ឲ្យយើងលក់ជាប្រភេទមាន់កសិកម្មទេគឺឲ្យលក់ជាប្រភេទមាន់ធម្មជាតិអញ្ចឹងមានន័យថាគាត់ចូលរួមក្នុងការអឺពង្រឹងនៅគេហៅថាតកតងទៅនឹងសុខុមាលភាពបាទអញ្ចឹងអត់ឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឬក៏បងប្អូនយើងដែលអញ្ជើញទៅដល់ទីតាំងនោះឲ្យមានសុខភាពល្អផងដែរតកតងនឹងការញ៉ាំហើយគេមានមិនមែនមានត្រឹមតែមាន់ទេបងប្អូនគេមានមុខម្ហូបផ្សេងជាច្រើនហូរហែទៀតអញ្ចឹងយើងslash តកតងនឹងម្ហូបអាហារត្រឹមហ្នឹងហើយយើងក៏លេខមកមើលតកតងទៅនឹងទឹកធ្លាក់វិញដោយដូនតារបស់យើងគាត់បានដាក់ឈ្មោះថាទឹកធ្លាក់ថ្មក្រាលបើភាពជាក់ស្ដែងខ្ញុំបានទៅដល់ទីតាំងគឺថ្មរួមជាមួយនឹងឫសឈើគឺដូចគេរៀបទុកដាក់អញ្ចឹងបងប្អូនហើយសំណួរថាតើថ្មទាំងអស់នោះគេរៀបឬទេបាទមិនមែនបងប្អូនយើងឬក៏ខាងសហគមន៍គាត់អ្នករៀបចំទេថ្មទាំងអស់នេះគឺជាថ្មដែលធម្មជាតិបានរៀបចំទុកឡើងគឺស្រស់ស្អាតខ្លាំងមែនទែនដូចដូនតាយើងនិយាយពីតាថ្មក្រាលថ្មនេះគឺក្រាលស្អាតតែម្ដងហើយសម្រាប់បងប្អូនដែលចង់ទៅលេងអាចទៅលេងក្នុងរដូវកាលនេះបានពីព្រោះថានៅក្នុងរដូវកាលនេះទឹកធ្លាក់មកស្អាតហើយអត់មានទឹកជ្រៅទេទឹកល្មមយើងអាចលេងបានគ្រប់ទីតាំងតែម្ដងពិសេសមែនទែនយើងក៏លេងមើលទៅរមណីយដ្ឋានផ្សេង
ពេលដែលយើងចូលទៅដល់វាមានកន្លែងទឹកជ្រៅហើយមានកន្លែងទឹករាក់តែសម្រាប់ថ្មក្រាលនេះវិញគឺអត់មានទឹកជ្រៅទេគឺមានតែទឹករាក់ៗល្មមដែលបងប្អូនយើងអាចទៅលេងទៅងូតកំសាន្តបានយ៉ាងសប្បាយអត់ព្រួយអត់បារម្ភខ្លាចថាចូលទៅដល់មានបញ្ហាលងទឹកឬក៏បញ្ហាណាមួយអត់ទេបាទដោយទស្សនវិជ្ជាជាក់ស្ដែងដែលខ្ញុំបានថតជូនបងប្អូនទាំងអស់គ្នាអញ្ចឹងគឺភាពស្រស់ស្អាតបែបនេះបងប្អូនបាទគឺល្អខ្លាំងមែនទែនលើកទី1ហើយដែលខ្ញុំបានទៅដល់ទឹកធ្លាក់ថ្មក្រាលជាកន្លែងមួយដែលល្អហើយពិសេសមែនទែនគឺបើយើងក៏លេចមើលទស្សនភាពឬក៏ទេសភាពជុំវិញនេះវិញគឺត្រជាក់ចិត្តត្រជាក់ភ្នែកហើយចូលទៅដល់ក្នុងតំបន់ភ្នំនេះបងប្អូនហើយត្រជាក់អត់ក្តៅទេហើយបើនិយាយពីទឹកវិញគឺត្រជាក់ស្រាប់តែម្ដងចាប់ពេលដែលបានងូតឬក៏បានលុបមុខហើយគឺត្រជាក់ល្អណាស់អញ្ចឹងយើងក៏លេចទៅមើលទឹកវិញបាទទឹកនេះគឺធ្លាក់មកពីលើភ្នំហើយស្ថានភាពទឹកគឺថ្លាល្អនឹងបងប្អូនភ្លៀងមេហ្នឹងបាទនៅមានទឹកស្អាតប៉ុណ្ណឹងទៀតបាទនឹងពិសេសមែនទែនបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ទៅទស្សនាបាទអាចអញ្ជើញទៅទស្សនាឬក៏ទៅលេងកម្សាន្តបាននេះតើតងថ្មដូចខ្ញុំបាននិយាយមុនតើតងនឹងថ្មក្រាលនេះគឺថ្មរៀបចំក្រាលស្អាតមែនទែនហើយកន្លែងខ្លះក៏មានបងប្អូនសហគមន៍ក៏រៀបចំបន្ថែមខ្លះៗដែរដើម្បីឲ្យគេហៅថាបរិយាកាសនៅក្នុងតំបន់នោះកាន់តែស្អាតហើយបើយើងក៏លេខទៅមើលជុំវិញនៃដងអូនេះវិញក៏មានកញ្ចុះសម្រាប់ឲ្យបងប្អូនយើងអង្គុយកំសាន្តគយគន់ទេសភាពគយគន់ទឹកឬក៏មើលទីទស្សនវិជ្ជាផ្សេងៗហើយសម្រាប់បងប្អូនដែលមានកូនតូចចង់ទៅលេងទឹកជ្រោះចង់ទៅលេងកន្លែងដែលមានសុវត្ថិភាពសម្រាប់កូនអាចឲ្យគាត់នាំគាត់ទៅលេងនៅទឹកធ្លាក់ថ្មក្រាលនេះបានគឺសុវត្ថិភាពខ្ពស់ក្នុងការងូតទឹកដំណើរកំសាន្តអីផ្សេងនេះគឺល្អដោយសារទឹកនៅនេះគឺអត់មានជ្រៅទេទឹករាក់អញ្ចឹងងាយស្រួលក្នុងការឲ្យកូនយើងធ្វើការដំណើរកំសាន្តបានយ៉ាងសប្បាយចិត្តហើយអ្វីដែលពិសេសជាងនេះទៀតខាងសហគមន៍ក៏គាត់បានណែនាំខ្ញុំបន្ថែមដែរគេមានជាប្រភេទផ្ទះឫស្សីផ្ទះឫស្សីនេះគឺយើងអាចចូលទៅទស្សនាចូលទៅលេងចូលទៅអីបានធម្មតាអត់អីទេយើងអាចចូលទៅបានហើយសម្រាប់អ្នកដែលគាត់ចង់បោះតង់ក៏គាត់អាចចូលទៅបោះតង់នៅក្នុងនឹងបានដែរអឺខ្ញុំបញ្ជាក់បន្ថែមតកតងទៅនឹងការដែលយើងមានបំណងចង់ទៅហើយចង់សម្រាកណាបងប្អូនអាចមានតង់ដោយខ្លួនឯងក៏បានឬក៏ចង់សម្រាកនៅទីនោះយើងអាចស្នើសុំសហគមន៍ដើម្បីរកតង់រកអីហ្នឹងក៏បានដែរអត់អីទេអញ្ចឹងវាកាន់តែពិសេសទៀតបងប្អូនបើនិយាយទស្សនវិជ្ជាពេលយប់វិញគឺត្រជាក់ខ្លាំងមែនតើបាទយើងគេមានកន្លែងក្នុងការបោះតង់ហើយតកតងនឹងការបោះតង់ខាងសហគមន៍គេគិតពីយើងម្នាក់ត្រឹមតែ10000រៀលទេមូលហេតុដែលគេយកពីយើង10000រៀលគឺដើម្បីជួយការពារនៅសុខសុវត្ថិភាពរបស់យើងកុំឲ្យមានកើតហេតុណាមួយមកលើយើងអញ្ចឹងគេការពារសុខសុវត្ថិភាពរបស់យើងអញ្ចឹងខ្ញុំគិតថា10000រៀលគឺមិនថ្លៃទេក្នុងមួយយប់បើយើងសម្រាកនៅភ្នំពេញក៏ឬក៏នៅតាមផ្ទះសំណាក់ក៏វាថ្លៃជាងនឹងទៀតទី1ទី2បើយើងតាក់ទងទៅនឹងគេហៅថាទេសភាពវិញគឺចាញ់នៅទឹកធ្លាក់ថ្មក្រាញ់ដាច់ហើយព្រោះវាលក្ខណៈជាធម្មជាតិយើងបានគេងលក្ខណៈជាធម្មជាតិស្ដាប់នៅសំឡេងទឹកភ្លីទឹកហូរអញ្ចឹងទៅស្ដាប់សំឡេងសត្វយំអញ្ចឹងទៅគួរឲ្យតាក់ទាញមែនតើបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងនៅទឹកធ្លាក់ថ្មក្រាលខ្ញុំរីកមិនឲ្យបងប្អូនទៅក្នុងខែ5ខែ6នេះគឺទឹកធ្លាក់ស្អាតបាទអត់សូវមានទឹកច្រើនទេគឺដូចដែលខ្ញុំបានបង្ហាញអញ្ចឹងគឺខ្ញុំទៅដល់ខែ5នេះដើមខែ5គឺទឹកធ្លាក់ស្រស់ស្អាតណាស់បងប្អូនទាំងអស់គ្នាបាទហើយបើយើងក៏លេខតទៅនឹងផ្លូវវិញផ្លូវដែលចូលទៅក៏អត់ពិបាកដែរជាប្រភេទផ្លូវក្រហមទេអញ្ចឹងអត់ពិបាកក្នុងការយើងធ្វើដំណើរទេផ្លូវក្រហមហើយចុះទៅផ្លូវខ្សាច់បន្តិចប្រហែលជា1គីឡូគឺដល់ទីតាំងទឹកធ្លាក់ថ្មក្រាលហើយអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងអាចទៅលេងបានហើយរបស់របរញ៉ាំចុកខ្ញុំ review វិញគឺអត់ពិបាកទេយើងគេមានមកចប់តម្លៃធូរថ្លៃទេអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាច search នៅក្នុង Google ក៏បាន
ឬក៏ស្ដាប់តែវីដេអូរបស់ខ្ញុំហើយអាចអញ្ជើញទៅបានព្រោះមិនឆ្ងាយទេបាទយើងអាចទៅលេងកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្នេះជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសុខសុវត្ថិភាពជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា